ជូនដំណឹងបាទខ្ញុំសូមជូនដំណឹងជូនបងប្អូនអ្នកដែលចង់រកការធ្វើណាបាទណាគឺទៅការចំការគឺចំការបង្កប់ហើយយកចំការសក់គឺរូបភាពចម្បាំងជម្រាបជូនបងប្អូនឃើញហើយណាបាទហើយអ្នកចំការពុំចាក់ខ្ញុំអោយស្វែងរកបងប្អូនណាដែលចង់ធ្វើចំការហ្នឹងហើយចំការហ្នឹងគឺចំការទំនើបរបស់បងប្អូនគឺគេធ្វើដោយគ្រឿងម៉ាស៊ីនទាំងអស់ណាសូម្បីតែបេះពីប៉ោះសក់ដាំពីប៉ោះដាំសក់បាញ់ថ្នាំឬក៏បេះស្លឹកអីចឹងចោលណាបងប្អូនទឹកតែមានស្លឹករបស់ទឹកចូលទៅមុខទៅក្រោយចុងទៅក្រោមឡើងលើអីនេះតាមតម្រូវការហើយបងប្អូនអញ្ចឹងចំការនេះស្អែកគឺទំនើបហើយចំការគឺនិយាយភាសាខ្មែរចំការខ្មែរទេខ្មែរចិនណាអញ្ចឹងបើសិនជាបងប្អូនចំណាប់អារម្មណ៍បងប្អូនអាចទៅក្នុងខ្ញុំមកបាទចាត់ការគាត់ខ្ញុំឲ្យលោកណាបងប្អូនតាមមនុស្សទាំងពីរប្រភេទថាស្រីថាប្រុសគេគឺអាចទទួលយកបងប្អូនចំណាប់អារម្មណ៍ទៅខ្ញុំនឹងជូនអស់លោកដែលឈ្មោះអស់លោកឬក៏ឲ្យអស់លោកទូស្គាល់តាមទូរស័ព្ទជាមួយម្ចាស់ចំការទៅណារឿងតម្លៃថ្លៃធ្នូហ្នឹងខ្ញុំមិនហ៊ានជម្រាបជូនទេព្រោះពេលការគឺធ្វើទៅតាមបារ៉ែមកគេហើយថ្លៃមកខ្ញុំមិនទាន់ច្បាស់ថាថ្លៃមកទេប៉ុន្តែវាមិននេះស្តុកនេះគឺមិនដែលទៅពីធ្វើការអីណាថោកអីជាបារ៉ែរបស់រដ្ឋាភិបាលទេណាចាំបងប្អូនជម្រាបជូនបងប្អូនហ្នឹងហើយម្យ៉ាងទៀតជម្រាបជូនឲ្យច្បាស់ថាចេះការនេះមានកន្លែងវាស្រាក់ទៅកន្លែងសម្រាប់ណាសម្រាប់ឲ្យអស់ឯងទៅក្រានបាយទៅពន្យល់ទាន់ល្អណាស់តែគាត់ថាការដែលហូបចុកនោះយើងទិញហូបទៅយើងទៅហើយយើងដាក់ខ្លួនទៅប៉ុន្តែគេឲ្យយើងស្រាក់ទៅយ៉ាងនេះកន្លែងហ្នឹងអត់បាច់ខាត់ទៅជាបងប្អូនទៅទីឡានឬទៅជាបងប្អូនចំណាយពេលច្រើនណាអញ្ចឹងទៅយើងស្នាក់នៅកន្លែងហ្នឹងហើយការងារច្រើនណាស់តាមស្ដាប់ទៅគឺថាបងប្អូនចង់ធ្វើ8ម៉ោង10ម៉ោង12ម៉ោងបងប្អូនអាចធ្វើបានអស់ណាហើយចាំបងប្អូនអាចចំណាក់ទៅខ្ញុំបានទៅឈ្មោះណាទូរស័ព្ទរបស់ខ្ញុំគឺចាំបែកណា04 20 70លេខ4 123បាទណាហើយនឹងតាម Facebook ខ្ញុំបាទចាំបានក៏បានដែរគឺតទេហៃកាត់ស្លឹកហើយ AN ណាចាំហ្នឹងណាហើយវ៉ែន VEN ឬក៏តាម Facebook អង្គការសង្គ្រោះព្រំដែនណាព្រោះខ្ញុំបានប្រធានអង្គការសង្គ្រោះព្រំដែនសម្រាប់តែជួយផ្សាយដំណឹងទៅព្រោះចំការប្រមាណហើយក៏ខ្ញុំបាទជួយផ្សាយដំណឹងហើយជំរាបជូនថាខ្ញុំបាទផ្សាយដំណឹងនេះមិនមែនថាផ្សាយនឹងមានប្រាក់អីណាឧបត្ថម្ភអត់ទេណាខ្ញុំបាទជួយបងប្អូនដែលចង់រកការងារធ្វើព្រោះការងារក៏យើងលំបាករកដែរតែបើស្រាប់មានការងារល្អគេពឹងពាក់ខ្ញុំបាទឲ្យស្វែងរកបងប្អូនខ្ញុំបាទជំរាបជូនទៅតាមហ្នឹងណាហើយបងប្អូនឃើញហើយណាខ្ញុំនិយាយបដើខ្ញុំនឹងចាក់រូបនៅកន្លែងធ្វើការហ្នឹងឲ្យបងប្អូនមើលឃើញគឺចាប់អារម្មណ៍ចាប់អារម្មណ៍នៅកន្លែងថាការងារអត់មានលំបាកលីសែងលើកធ្ងន់ហត់នឿយដាក់អីប្រហែលទេបើយើងណាដាំតសក់ក្តីដាំមកដេញពីប៉ោះក្តីបេះក្តីរើសណាតាមផ្សាយរបស់វាអាណាធំអាណាតូចក្តីណាស្ដាប់ហើយថ្លឹងទៅទឹកតែគឺមិនទាំងអស់ណាគាត់តែចុចទៅបញ្ជាទៅទៅធ្វើយើងគាត់ធ្វើទៅតាមមកដេញពេលវេលាតាមការងារទេណាបងប្អូនណាខ្ញុំបាទក៏មិនធានាថាតើយ៉ាងម៉េចដែរព្រោះខ្ញុំបាទមិនបានម្ចាស់មិនមែនម្ចាស់ចំការទេហើយក៏មិនក្រុមហ៊ុនមួយចំការដែរគាត់គាត់ថាយើងបងប្អូនខាងពាណិជ្ជករខាងចំការទីវត្តនេះគឺចង់ពេញចិត្តខ្ញុំបាទផ្សាយជូនដើម្បីបងប្អូនតែប៉ុណ្ណឹងឯងមិនមានពាក់ព័ន្ធខាងផ្សាយទៅបានលុយបានកាយទេអត់ទេណាបងប្អូនកុំចាប់អារម្មណ៍ណាអញ្ចឹងបងប្អូនអាចមកខ្ញុំបាទជំរាបជូនហើយនឹងទូរស័ព្ទរបស់ខ្ញុំបាទហើយនឹងខ្ញុំបាទណាខ្ញុំបាទតែងតែជួយបងប្អូនណាឲ្យតែការណាទៅកន្លែងការងារណាទីក្រុងការខ្ញុំបាទទៅជួយរើសដើម្បីឲ្យបងប្អូនបានធ្វើការណាអញ្ចឹងខ្ញុំបាទមានទៅស្ដាប់ដំណឹងបងប្អូនមើលទៅហើយដាក់រងទៅមកខ្ញុំបាទទៅ
đây mơ là ai cả sáng cái càng nghe để cho bạn đại mơ đó đó dân công từ phố bỏng ôn và cọp từ tiếng cuộc thằng buồn đại ca và khna dạng đá bỏng ôn bàn dạng nâng đô từ đây khna ở cùng tràn mà để nhận nghe bạn ở cùng chập đàm tròn xài hử tiền phong hết á của bờ mình tròn cái pi tè lẹ máu vì nhẹ chắc vì là hay tới việc ngọt trên lời chập đàm tròn xài mơ lấy tròn xài nâng muối thay chia buồn đập second này đây tôm hòm hơi mà green house nâng thay chia là khai để sắm khăn lơ miên kia thơ màn này ạ phơi đẹp khăn tới liệt đó nâng liệt mà ngày mong pi mong liệt là hộp chứ nó enggak kadang emang enggak